ព័ត៌មានកាន់តែសំខាន់មួយទៀតគឺ Bridge House តាមរយៈរុស្ស៊ីគឺបានបើកនៅការិយាល័យធុរកិច្ចនៅកម្ពុជាដើម្បីទំនប់ភ្ជាប់នៃការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជានិងបណ្ដាប្រទេសដែលជាសមាជិក BRICS រុស្ស៊ីបានសម្រេចបើកការិយាល័យធុរកិច្ច Bridge House នៅកម្ពុជាដើម្បីតភ្ជាប់ធុរកិច្ចរវាងវិនិយោគិនរុស្ស៊ីនិងបណ្ដាប្រទេសជាសមាជិក BRICS ដែលមានសក្តានុពលធំៗចំនួន10ផ្សេងទៀតជាមួយកម្ពុជាក្នុងការជំរុញការធ្វើធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគលោក Vladimir Palonsika តំណាង Bridge House នៅកម្ពុជាបានលើកឡើងឲ្យដឹងនៅក្នុងពិធីសម្ពោធជាផ្លូវការនៅការិយាល័យធុរកិច្ច Bridge House នៅកម្ពុជានៅថ្ងៃទី23កុម្ភៈឆ្នាំ2026ដោយថា Bridge House បច្ចុប្បន្នមានសមាជិកចំនួន10ប្រទេសរួមមានប្រទេសប្រេស៊ីលរុស្ស៊ីឥណ្ឌាចិនអាហ្វ្រិកខាងត្បូងអារ៉ាប៊ីសាអូឌីតអេមីរ៉េតអារ៉ាប់រួមអ៊ីរ៉ង់អេស៊ីបអេធីអូពីដែលសិតសឹងជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុតដែលក្នុងនោះចំពោះ GDP របស់ BRICS គឺខ្ពស់បំផុតនៅក្នុងពិភពលោកផងដែរលោកបានបន្តថាចំពោះការសម្រេចចិត្តបើកការិយាល័យ Bridge House នៅកម្ពុជាគឺមានបំណងសំខាន់ជាច្រើនដូចជាការភ្ជាប់លំហូរវិនិយោគដោយផ្ទាល់របស់ FDI មកកាន់កម្ពុជាការភ្ជាប់ដៃគូធុរកិច្ចរវាងកម្ពុជានិងវិនិយោគិនអន្តរជាតិការជំរុញពាណិជ្ជកម្មការផ្លាស់ប្ដូរទំនិញការលើកកម្ពស់វិស័យទេសចរជារួមជាមួយនឹងភាពតាក់ទាញទេសចរពីរុស្ស៊ីប្រទេសជាសមាជិក BRICS ទាំងអស់មកកាន់កម្ពុជាខណៈដែលកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលនិងភាពអំណោយផលដល់ការធ្វើកិច្ចរបស់ជនបរទេស I hope and I'm sure that ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាការបើកដំណើរការ Bridge House នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះប្រទេសកម្ពុជានឹងកាន់តែខិតជិតទីផ្សារនៃក្រុមប្រទេស BRICS ហើយវានឹងទាក់ទាញការវិនិយោគកាន់តែច្រើនអ្នកទេសចរកាន់តែច្រើននិងអង្គការអន្តរជាតិដ៏រឹងមាំជាច្រើនទៀតដែលនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាទាំងមូលលោក Vladimir Palonsika បានលើកឡើងបន្តទៀតថាក្រៅពីការវិនិយោគតាមរយៈនៃបណ្ដាញសមាជិក BRICS នេះកម្ពុជាអាចនឹងស្រូបយកភ្ញៀវទេសចរកាន់តែច្រើនពីសហព័ន្ធសហភាពរុស្ស៊ីអឺរ៉ុបខាងកើតនិងប្រទេសនិយាយភាសារុស្ស៊ីជាក់ស្ដែងតាមរយៈនៃការបើកការិយាល័យ BRICS នៅកម្ពុជាក៏មានវត្តមានពីសំណាក់អាដាមលោកជំទាវអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជាសមាជិកសភាមកពីសភាឌូម៉ានៃទីក្រុងមូស្គូប្រទេសរុស្ស៊ីនិងអ្នកធុរកិច្ចអន្តរជាតិជាច្រើនរូបបានបង្ហាញវត្តមាននៃការគាំទ្រគូបញ្ជាក់ដែលថានៅក្នុងចំនួនផ្លូវការរវាងលោក Vladimir Palonsika ជាមួយនឹងឯកឧត្តមហូតហរដ្ឋមន្ត្រីក្រសួងទេសចរកាលពីខែមករាឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនៃការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការនៃការបើកសម្ពោធជាផ្លូវការរបស់សាខា Bridge House នៅកម្ពុជាដោយចាត់ទុកថាគម្រោងនេះនឹងជួយបង្កើនលំហូរវិនិយោគនិងភ្ញៀវទេសចរពីទីផ្សាររុស្ស៊ីនិងប្រទេសជាសមាជិក BRICS មកកាន់កម្ពុជាឲ្យកាន់តែច្រើនដែលនឹងរួមចំណែកជំរុញសេដ្ឋកិច្ចនិងការបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា